Hai chồng giúp xu phục mai bom ôn nè sòng anh vì sai cả sĩ cắm chỉ trong cái bằng ngọc này chẳng video mới đấy cứ bằng hai bom ôn vì ca bằng cắt bằng cái ruột vì dục mấy lời đấy cứ cầm cái vào dưới cứ bòn lỗ bòn tràn lỗ mình tên chẳng thành ra thà tràn bạn đấyคือเป็นเดือเป็นไปโดงได้มาแล้วสำหรับบอมโอนเนี่ยสลายวิสัยtình cô cái dột từ trên chấm giống viện này cứ lọ một phát sản phẩm bom ôn hỏi cứ dừng bàn tràn trường môn viện này để sang đập bóng về bàn riêng tích hay viện tỷ pi này cứ dừng bàn tràn chẳng dừng lên khoác hạn sản phẩm cột cùng chôn ra bom ôn nói viện này mẹ ta dừng mình khoác mà rồi phía đối việt còn ta dừng ai miền tầm hôm tràn trường môn sản phẩm cả có món đừng cọ tục rồi bom ôn ngọc này nó vì sai cả chỉ trong cái này bom ôn khơi đông đông khoai khoai đó và đông đông khoai khoai nó cái sạch tại bồn còn cái vậy nè bom ôn khơi nhá nó khoai khoai đông 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 đưa bình bảy đồn bình chặt mà này nhé bom ôn về khác về mình đông đấy cứ về bảy chỉ để cái này crop chẳng ta mà phải buôn máu nhó hay bom ôn lừa nè chẳng mình chỉ và bạn nhó thì chẳng bom ônเนี่ยสไลด์ให้สำหรับบอมโอนได้แต่ในคอมโตรคือเอาคนบอมโอนมันแทนให้យើងអត់បាច់ធ្វើអីវាទៀតទេនៅពេលដែលយើងបានប្រកាសចឹងរួចហើយគឺយើងទុកវានៅកន្លែងហ្នឹងហើយតែបើសិនតែវាច្រើនពេកណាយើងបញ្កាត់50គូ100គូអីគឺវាច្រើនពេកអញ្ចឹងយើងត្រូវបំបែកវាយើងត្រូវដួសពងហ្នឹងត្រូវបំបែកតង់វាតែបើវាមិនមានរហូតដល់រាប់រយរាប់អីគូទេគឺយើងប្រកាសបែបធម្មជាតិអញ្ចឹងពងវាមកល្មមធម្មតាតង់3គុណនឹង5នេះគឺវាល្មមហើយអញ្ចឹងវារៀងច្រើនបន្តិចប៉ុន្តែវាមិនមែនជាបញ្ហាទេវាអាចល្មមសមរម្យក្នុងមួយតង់ហ្នឹងហើយតែដល់ពេលដែលកើតមកវគ្គនេះគឺណែនតែម្ដងក្នុងតង់នេះណាបងប្អូនវាមួយតង់នេះគឺណែនមែនតើព្រោះឃើញសារភាពនេះគឺវាច្រើនណាឃើញវាច្រើនមែនតើអញ្ចឹងគ្រប់កន្លែងគ្រប់កលៀតទាំងអស់គឺសិតតែពងកង្កែបតែម្ដងហើយចាស់ល្អបងប្អូនចាស់មែនតើសម្រាប់ពងកង្កែបវគ្គនេះចាស់ល្អជាងមុនទៀតអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនពីការបង្ហាញបង្កាត់កង្កែបរួចរាល់ហើយនឹងឲ្យបងប្អូនឃើញពីស្ថានភាពពងកង្កែបដែលយើងបានបង្កាត់រួចហើយខ្ញុំអត់បានយកដៃទៅលើកឲ្យបងប្អូនមើលទេណាបងប្អូនព្រោះមិនបាច់លើកឲ្យបងប្អូនមើលក៏បានដែរណោះឬក៏បងប្អូនចង់មើលខ្ញុំយកឲ្យបងប្អូនមើលបន្តិចដើម្បីឲ្យបងប្អូនហ្នឹងបានដឹងថាតើពងកែបវាមានលក្ខណៈល្អពិសេសយ៉ាងម៉េចឥឡូវបងប្អូនមើលបន្តិចចុះតោះ let's go អូខេបងប្អូននេះខ្ញុំដាក់ឲ្យបងប្អូនមើលនេះបានគេហៅថាខ្មៅក្របណាខ្មៅក្របពេញដឺពេញបេះដូងមកហើយខ្មៅមែនតើបាទអាណាឃើញសហ្នឹងអាហ្នឹងពោះវាបាទខាងពោះវាតែអាខាងមុខរបស់វាគឺខ្មៅក្របតែមកបងប្អូនឃើញទេបាទឃើញទេគឺខ្មៅដឺតែម្ដងឃើញទេល្អមែនតើនេះឃើញខ្មៅទេបងប្អូននេះឃើញទេអញ្ចឹងអាហ្នឹងគេថាពងល្អបំផុតហើយណាបងប្អូនអញ្ចឹងវាពេញដឺពេញបេះដូងហើយវាមានប្លុកខ្លះច្រើនខ្ញុំខ្ជិលមើលហើយវាមានច្រើនណាបងប្អូននេះកន្លែងណាក៏មានពងដែរបងប្អូនសម្លឹងមើលតិចទៅបាទហ្នឹងសិតតែពងទាំងអស់បាទសិតគ្រប់កលៀតគ្រប់ចន្លោះទាំងអស់គឺសិតតែពងហ្នឹងបាទញ៉ាំបានចូលចោះទៅឲ្យបងប្អូនមើលទេបាទបានចូលទេព្រោះខ្លាចវាវល់ញ៉ៃព្រោះឥឡូវវាចាប់ដើមកកំណើតហើយអញ្ចឹងវាចាប់ដើមចិត្តញាស់ហើយតែ12ម៉ោងល្ងាចយប់នេះគឺវាញាស់អញ្ចឹងវាពងតាំងពីយប់ហើយអញ្ចឹងល្ងាចម៉ោង4ម៉ោង5អីហ្នឹងវាចាប់ដើមញាស់ហើយស្អែកព្រឹកឡើងគឺនឹងឃើញព្រាតហើយបាទអញ្ចឹងលឿនវាអត់យូរទេបាទអូខេអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនកុំភ្លេចជួយលើកទឹកចិត្តដោយការ comment ពាក្យល្អៗហើយនឹងលើកហើយនឹងចុច
subscribe សម្រាប់បងប្អូនមិនទាន់ subscribe channel មួយនេះដើម្បីទទួលបាននៅចំណេះដឹងថ្មីផ្សេងពីគំនិតនិងផ្នែកកសិកម្មជូនដល់បងប្អូនជាបន្តទៀតណាបងប្អូនអូខេជួបគ្នាវីដេអូថ្មី